រឿងអ្នកចិត្តខាងល្អនៅក្នុងភូមិតូចមួយលើភ្នំចិត្តអូមួយមានសត្វជាច្រើនរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្នុងនោះមានក្សត្រពង្រូលដែលរស់នៅជិតព្រៃនិងជិតអូគាត់ជាសត្វស្លូតបូតនិងចេះជួយអ្នកដទៃជានិច្ចគាត់តែងតែជួយសត្វជិតខាងពេលពួកគេមានបញ្ហាថ្ងៃមួយមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបណ្ដាលឲ្យមានទឹកជំនន់ហូរចូលក្នុងរូងកណ្ដុរត្រូវរត់ចេញតែម្ដងប៉ុន្តែវាតូចស្ទើរត្រូវទឹកបោកស្លាប់ទៅហើយពង្រូលបានឃើញហើយរត់ទៅជួយបុកដើមឈើធ្វើស្ពានឲ្យកណ្ដុរឆ្លងទៅកន្លែងមានសុវត្ថិភាពខ្លាឃ្មុំជាសត្វដែលមិនសូវចេះជួយអ្នកដទៃទេព្រោះគេខ្មាស់អៀនហើយតែងគិតថាក៏ខ្លាឃ្មុំខ្លាំងគួរតែដើរតែម្ដងតែពេលភ្លៀងធ្លាក់កាន់តែខ្លាំងព្រៃរបស់ខ្លាឃ្មុំរលំដើមឈើធ្លាក់បិទផ្លូវគេខ្លាឃ្មុំគេចចេញមិនបានពង្រូលនិងកណ្ដូលបានឬសូរតិចក៏រត់ទៅជួយពួកគេបានប្រឹងប្រែងវាយទឹកដើម្បីបញ្ជូនសារដល់សត្វផ្សេងឲ្យមកជួយទាំងអស់គ្នាមកជួយសត្វទាំងអស់ប្រឹងសហការគ្នារហូតជួយគ្នាបានទៅកាន់ទីកន្លែងសុវត្ថិភាពតូចតែល្អពេលនោះខ្លាឃ្មុំបានយល់ថាការមានអ្នកជិតខាងល្អវាសំខាន់ណាស់ពោលពាក្យថាភាពជាមិត្តភាពនិងការជួយគ្នាគឺធ្វើឲ្យជីវិតសប្បាយជាងគេចុងក្រោយសត្វទាំងអស់បានសង់ផ្ទះថ្មីជិតគ្នានិងសន្យាថាពេលខាងមុខនឹងជួយគ្នាជានិច្ចអត្ថន័យអប់រំអ្នកជិតខាងល្អមិនមែនសម្រាប់ពេលមានសុភមង្គលតែប៉ុណ្ណោះទេតែសំខាន់ពេលមានបញ្ហា